លោកសមាជិកក្រុមប្រឹក្សាតំណាងឲ្យរដ្ឋបាលឃុំបានចុះមកធ្វើសម្បត្តិមរណភាពជូនទៅដល់គ្រួសារនៃសពដល់ទីកន្លែងនៅព្រឹកថ្ងៃទី11ខែមេសាឆ្នាំ2025លោកឆាន់ច័ន្ទទទី1ឃុំលោកសមាជិកក្រុមប្រឹក្សាឃុំតំណាងឲ្យលោកជាតិស៊ីប្រធានក្រុមប្រឹក្សាឃុំបាននាំយកថវិការបស់ក្រុមការងាររដ្ឋាភិបាលចុះជួយឃុំនិងថវិការបស់លោកស្រីសមាជិកក្រុមប្រឹក្សាឃុំដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពលោកយាយកងអឹមដែលបានទទួលមរណភាពនៅថ្ងៃទី9ខែមេសាឆ្នាំ2025ស្ថិតនៅក្នុងមូលដ្ឋានភូមិកន្សំខ្លែងគុំជម្រៅព្រែនស្រុកសំរោងខេត្តតាកែវក្នុងនោះដែររដ្ឋបាលឃុំក៏បានជួយឧបត្ថម្ភនៅអង្ករចំនួន25គីឡូក្រាមទឹកត្រីចំនួន1យួរទឹកស៊ីអ៊ីវចំនួន1យួរសូមអរគុណលោកសមាជិកក្រុមប្រឹក្សាតំណាងឲ្យរដ្ឋបាលឃុំបានចុះមកធ្វើសម្បត្តិមរណភាពជូនទៅដល់គ្រួសារនៃសពដល់ទីកន្លែង